ថ្ងៃនេះគឺខ្ញុំមាន2 tip សម្រាប់ sound នៅលើទូរស័ព្ទដៃ iPhone បើសិនជាទូរស័ព្ទដៃរបស់អ្នកនរគ្នាឮសំឡេងអត់សូវជាច្បាស់ល្អអត់សូវខ្លាំងហើយមួយទៀតបើសិនជាអ្នកនរគ្នាពេលដែលនិយាយទូរស័ព្ទវាអត់ជួយកាត់សំឡេង noise យើងនិយាយទៅហើយក៏ប៉ុន្តែដៃគូរបស់យើងមកខាងទៀតគាត់ស្ដាប់អត់សូវបានឮតែសំឡេងខ្យល់ឮតែសំឡេងអីខ្លាំងជាងអញ្ចឹងណាក៏ប៉ុន្តែគឺយើងអាចចូលទៅកំណត់វាបានហើយទៅលើ2 tip នេះខ្ញុំគិតថាល្អមែនតើអញ្ចឹងអ្នកនរគ្នាមើលហើយកុំភ្លេចចុច share វីដេអូនេះម្នាក់មួយតោះឥឡូវយើងចូលទៅក្នុង tip ទី1សម្រាប់ tip ទី1បើសិនជាទូរស័ព្ទដៃ iPhone របស់អ្នកនរគ្នាឮសំឡេងអត់សូវខ្លាំងអាចនិយាយបានថាឮរ៉ែៗឬក៏ឮតិចតិចអីអញ្ចឹងទាំងអស់គ្នាអាចចូលទៅកំណត់វាបានដោយយើងគ្រាន់តែចូលមក setting អញ្ចឹងមកហើយបន្តមកទៀតទាំងអស់គ្នាមើលមករកជាមួយនឹងពាក្យមួយដែលគេដាក់ថា sound and haptic នៅកន្លែងនេះហើយបន្តមកទៀតអ្នកនរគ្នា scroll ចុះមកខាងក្រោមទាំងអស់គ្នាមើលទៅលើកន្លែង limit sound បានន័យថាកន្លែងនេះពេលដែលយើងបើកចំណុចត្រង់ហ្នឹងទៅពេលដែលយើងចាក់បទចម្រៀងយើង play អីគឺវាអត់ឮខ្លាំងទេអ្នកនរគ្នាដោយសារតែវាមាន limit សំឡេងចេញពី speaker មកគឺវាលើបានត្រឹមតែ 50-60% ទេទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាចង់បើកកំណត់កន្លែងនេះគឺអាចទាញទៅ80ឬក៏90% បានអានេះគឺគេបើកឲ្យយើងធ្វើការកំណត់ដើម្បីជួយទៅលើ speaker របស់អ្នកនរគ្នាពេលដែលយើងបើកខ្លាំងពេកទៅអាចចូលទៅដល់កម្រិតដាច់ speaker អីជាដើមក៏ប៉ុន្តែបើសិនជាអ្នកនរគ្នាគិតថាវាជាការរំខានមួយទាំងអស់គ្នាអាចចុចបិទកន្លែងនេះមកអញ្ចឹងទៅលើ speaker ទៅលើការស្ដាប់បទចម្រៀងគឺវាបញ្ចេញទាំងអស់ហើយឥឡូវយើងចូលទៅដល់ tip ទី2ហើយហ្នឹងទាំងអស់គ្នាបើសិនជាចង់បានទូរស័ព្ទដៃ iPhone iPad គ្រប់ស៊េរីទាំងអស់គ្នាកុំភ្លេចទៅរកជាមួយនឹងហាងលក់ទូរស័ព្ទដៃ Lubin Store ដែលហាងរបស់គាត់គឺមានលក់ជាមួយទូរស័ព្ទដៃ iPhone គ្រប់ស៊េរីអ្វីដែលសំខាន់គាត់មានទាំងទិញដាច់វាយដូរបងរំលោះទូរស័ព្ទដៃក៏មានគុណភាពល្អតម្លៃក៏ល្អនិងមានធានាមួយឆ្នាំចេញពីហាងផ្ទាល់ផងដែរសម្រាប់ tip ទី2ទាក់ទងជាមួយនឹងការកាត់សំឡេង noise នៅពេលដែលយើងនិយាយទូរស័ព្ទឬមួយក៏ speaker របស់យើងវាមានអារម្មណ៍ថារ៉ែឬអត់សូវច្បាស់អញ្ចឹងណាកន្លែងនេះគឺវាអាចជួយបានហើយពេលដែលយើងបើកមុខងារមួយនេះហើយទៅលើការនិយាយស្ដីរបស់យើងទៅកាន់ដៃគូរបស់យើងមកខាងទៀតក៏វាជួយកាត់សំឡេងដែរហើយទៅលើការឆាតទៅការនិយាយស្ដីនៅក្នុង chat Telegram អីក៏វាជួយកាត់សំឡេង noise ឲ្យឮសំឡេងរបស់យើងហ្នឹងគឺបានច្បាស់ល្អជាងមុនទាំងអស់គ្នាគ្រាន់តែចូលមកក្នុង setting មកហើយយើងមើលទៅលើពាក្យថា accessibility ហើយអ្នកទាំងអស់គ្នាមើលត្រង់ចំណុចមួយដែលគេដាក់ថា audio and visual យើងចុចមកលើហ្នឹងមកអញ្ចឹងអូសចុះមកខាងក្រោមបន្តិចទាំងអស់គ្នានឹងបានឃើញកន្លែងមួយនេះដែលគេដាក់ថា Add voice is solution ខ្ញុំមិនដឹងថាខ្ញុំអានត្រូវអត់ទេអញ្ចឹងទាំងអស់គ្នាអាចបើកកន្លែងនេះមកទូរស័ព្ទដៃរបស់យើងប្រើបច្ចុប្បន្នប្រើជារៀងរាល់ថ្ងៃគឺវាអត់បានបើកឲ្យយើងអូតូទេអញ្ចឹងទាំងអស់គ្នាគ្រាន់តែចុចវាបើកមកតែប៉ុណ្ណេះរួចជាការស្រេចនៅពេលដែលអ្នកទាំងអស់គ្នានិយាយឆាតនិយាយ Telegram ឬមួយក៏ call សំឡេងរបស់យើងហ្នឹងគឺវាជួយទប់ឲ្យលើសំឡេងច្បាស់ល្អហើយកាត់សំឡេង noise ពីខាងក្រៅសំឡេងឡានសំឡេងម៉ូតូអីហ្នឹងគឺវាអត់សូវជាលឺចូលទៅក្នុងទូរស័ព្ទដៃរបស់យើងទៀតទេអរគុណច្រើនថ្ងៃនេះគឺមានតែប៉ុណ្្នឹងបើសិនជាទាំងអស់គ្នាចូលចិត្តកុំភ្លេច like និង share ហើយកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងអរគុណច្រើនជួបគ្នាជាមួយនៅវីដេអូក្រោយទៀតបាយបាយ